ប៉ងតាកូដនៅស្វាញីអង្គបាសិចចាប់ផ្ដើមកម្មវិធីគឺសុកសៅរ៍អាទិត្យដល់ថ្ងៃច័ន្ទសប្តាហ៍នេះឯងបងប្អូនតែនាងខ្ញុំហ្នឹងគឺថតមុននាងខ្ញុំថតហ្នឹងគឺថ្ងៃពហុអញ្ចឹងគេរៀបចំអត់ទាន់ហើយល្អទេគេទៅតាចាប់ផ្ដើមរៀបកន្លែងខ្លះក៏រៀបហើយកន្លែងខ្លះក៏មិនទាន់ហើយដោយសារតែគេចាប់ផ្ដើមលេងគឺពេលយប់ថ្ងៃសុកសៅរ៍អាទិត្យដល់ថ្ងៃច័ន្ទព្រោះអីបុណ្យគេគឺថ្ងៃច័ន្ទអញ្ចឹងឬសូថាដូចជាកូនគឺគាត់អត់រៀនទេថ្ងៃច័ន្ទហើយប៉ាគាត់ថាឬសូដូចជាកន្លែងធ្វើការគេប្រាប់ថាអត់ធ្វើការថ្ងៃច័ន្ទដែរអញ្ចឹងបងប្អូនចាគាត់ថាមុនថ្ងៃកម្មវិធីអញ្ចឹងគេទៅឡើងមុនអញ្ចឹងឯងបងប្អូនដើម្បីឲ្យក្មេងៗឃើញអញ្ចឹងទៅចង់មកលេងអញ្ចឹងណានៅមុខសាលារៀនកូននាងខ្ញុំតែម្ដងបងប្អូនអញ្ចឹងកន្លែងហ្នឹងធម្មតាគឺកន្លែងចតឡានក៏ប៉ុន្តែគេអត់ឲ្យចតទេ3 4 5ថ្ងៃហ្នឹងគេដាក់ផ្លាកហាមចតរួចឯងឪពុកម្ដាយដែលយកកូនទៅរៀនទៅចតឡានកន្លែងឆ្ងាយគេដើរនាំកូនចូលទៅក្នុងសាលានឹងឯងមិនមែនមានតែត្រឹមតែកន្លែងលេងប៉ុណ្ណឹងទេបងប្អូនមាន concert គេទៀតណាគេហៅអី concert គេមាន concert គេដែរតែនៅមួយចំហៀងទៀតបងប្អូនចាហើយនាងខ្ញុំអត់បានថតទេដោយសារតែពងដើរនឹងបងប្អូនអើយភ្លៀងដេញរត់មកផ្ទះនាំកូនមកផ្ទះហើយគេមិនតាន់ត្លើងហើយស្រួលបួលផងស្អែកនឹងបាត់គេចាប់ផ្ដើមត្លើងតប៉ុន្តែអាកាសធាតុប្រហែលថ្ងៃនេះគឺមេឃអត់ល្អទេគឺភ្លៀងថ្ងៃហ្នឹងគឺចាប់ពីថ្ងៃនេះទៅ2 3ថ្ងៃមុនក៏ភ្លៀងដែរបងប្អូនហើយភ្លៀង3 4ថ្ងៃហើយអាទិត្យនេះគឺអត់ល្អទេដល់ថ្ងៃអាទិត្យក្រោយទៅល្អហើយនាងខ្ញុំកំពុងតែកាត់តវីដេអូហ្នឹងនឹងក្រៅផ្ទះហ្នឹងគឺកំពុងតែលឺសូរសម្រាប់ភ្លៀងមកហើយបងប្អូនបើភ្លៀងយ៉ាងទៅទី1វាដូចល្អម្យ៉ាងដែរអញ្ចឹងយើងមិនបាច់នាំកូនដើរលេងអីចឹងណារួចខ្លួនមកពេលដែរហើយមើលទៅគ្រាន់តែកូនហ្នឹងគេមើលហើយគេថាគេចង់លេងអានេះគេចង់លេងឯនោះម៉ាក់គេចង់លេងច្រើនណាសារនេះម៉ាក់អើយអាហ្នឹងគេមិនទាន់បើកផងបងប្អូនដោយសារតែមេឃភ្លៀងហ្នឹងគេគ្របហើយអត់ទាន់ដល់ថ្ងៃលេងអញ្ចឹងក៏គេអត់ទាន់បើកដែរគ្រាន់តែម៉ាក់វីហ្នឹងគាត់ថាបើសិនជាមេឃភ្លៀងទៅម៉ាក់វីតែមេឃភ្លៀងហើយជាម៉ាក់វីទៅធូរហើយតែចាំមើលសិនកាយវាដូរពួកអីអត់អាកាសធាតុនៅស្រុកនេះគឺអត់ទៀងទេបងប្អូនហើយជួនកាលដាក់តាភ្លៀងអញ្ចឹងអត់ជួនកាលដាក់តាអត់អញ្ចឹងភ្លៀងវាផ្លាស់ប្ដូររហូតប៉ុន្តែចូលដល់ខែនេះហើយនៅតែភ្លៀងរហូតដែរនឹងឯងបងប្អូនណាដែលផ្ទះចិត្តស្វាញីណានៅចិត្តនេះអីឬក៏អ្នកខាងស្វាញីអីហ្នឹងគឺអាចនាំកូនចៅមានកូនតូចមានបងប្អូនអីចង់មកលេងគឺមកលេងបានព្រោះកម្មវិធីគេហ្នឹងគឺយើងចាប់ផ្ដើមតាំងពីនិយាយទៅក្នុងអាទិត្យនេះឯងបងប្អូនចាសុក្រសៅរ៍អាទិត្យដល់ថ្ងៃច័ន្ទទៀតនោះព្រោះថ្ងៃច័ន្ទគឺថ្ងៃបុណ្យអញ្ចឹងគេនៅមួយយប់ទៀតនៅខាងចុងវីដេអូគឺនាងខ្ញុំនឹងដាក់កម្មវិធីម៉ោងគេថាម៉ោងបើប្រហែលគេត្រូវធ្វើអីម៉ោងណាគេត្រូវធ្វើអីបើថ្ងៃសុក្រដូចជាអត់ទាន់ហែឬអត់ទាន់ធ្វើអីទេគេគ្រាន់តែលេងអីចឹងទៅតែថ្ងៃសៅរ៍អត់មាន concert គេណាបងប្អូនចាហើយអាសយដ្ឋានគឺនៅវីដេអូបងប្អូនអាចស្កប់មើលបាននៅក្នុងចុងវីដេអូនេះអីបងប្អូនគឺនាងខ្ញុំបានថតម៉ោងហើយក៏ដូចជាថតម៉ោងដែលគេលេងហើយនឹងកន្លែងដែលគេចាប់ផ្ដើមធ្វើកម្មវិធីណាបងប្អូនចាអរគុណ